ពីមហាសេដ្ឋីคล้ายជាខ្សែធនបន្ទាប់មកប្រែคล้ายពីខ្សែធនជាតម្ចាស់ទ្រព្យពាន់លានដុល្លារនេះគឺរឿងដែលមិនធ្លាប់មានគេនិយាយអំពីលោក Dave Ramsey ស្រមៃមើលថាថ្ងៃមួយអ្នកភ្ញាក់ពីគ្រែជានាមជាមហាសេដ្ឋីប៉ុន្តែនៅចុងសប្តាហ៍អ្នកប្រែជាបាត់បង់អ្វីៗទាំងអស់មិនមែនត្រឹមតែប្រាក់ប៉ុណ្ណោះទេប៉ុន្តែមានទាំងកិត្តិយសកេរ្តិ៍ឈ្មោះនៅអនាគតរបស់អ្នកផងដែរនៅអាយុទើបតែ28ឆ្នាំDave Ramsey បានជួបប្រទះដំណើរជីវិតដ៏ស្មានមិនដល់មួយនេះប៉ុន្តែអ្វីដែលបានកាត់ឡើងបន្ទាប់គឺបានផ្លាស់ប្ដូរគាត់ពីមនុស្សធ្លាក់ខ្លួនក្នុងវិស័យអចលនទ្រព្យក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកនយោបាយនិងអ្នកជំនាញខាងហិរញ្ញវត្ថុដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកដែលបានជួយមនុស្សរាប់លាននាក់ឲ្យរួចផុតពីអន្តរកម្មដូចគ្នាគឺដូចនឹងរឿងរ៉ាវដែលបានបំផ្លាញជីវិតរបស់គាត់កន្លងមកនេះមិនត្រឹមតែជារឿងអំពីប្រាក់ប៉ុណ្ណោះទេវាគឺជារឿងរ៉ាវអំពីមោទនភាពការប្រាជ័យការតស៊ូជាមួយអាភូតហេតុនិងមេរៀនឈឺចាប់ដែលតែមនុស្សធ្លាប់ជួបស្ថានភាពពិតប្រាកដបែបនេះទើបអាចបង្រៀនអ្នកដទៃទៀតបាននេះគឺជារឿងពិតរបស់ Dave Ramsey រឿងដែលគាត់បានរស់នៅនិងជួបប្រទះក្នុងជីវិតជាក់ស្ដែង Dave Ramsey គឺជាផតាំងនៅមានជីវិតមួយដែលធានានឹងអះអាងថាអាមេរិកជាទឹកដីដែលអាចផ្ដល់ឱកាសឲ្យមនុស្សមានភាពមានបានដោយឥតណែនកំណត់កាលឆ្នាំ1960នៅរដ្ឋ Tennessee Dave ជាមនុស្សមានក្តីប្រាថ្នាខ្លាំងដឹកនាំខ្លួនឯងព្រមទាំងមានចិត្តយកចិត្តទុកដាក់ចង់ជោគជ័យតាំងពីក្មេងខណៈពេលមិត្តភ័ក្តិរបស់គាត់កំពុងគិតពីការសិក្សានិងមុខរបរសម្រាប់អនាគត Dave កំពុងសម្លឹងឃើញឱកាសនៅទីគ្រុឌកន្លែងឈានចូលវ័យតូចតែជាង20ឆ្នាំ Dave បានស្វែងរកឃើញពិភពអចលនទ្រព្យហើយក៏មិនមែនត្រឹមតែព្យាយាមមើលសិនទេគាត់ភ្លៀកស្មារតីជាប់ចិត្តជាមួយវាយ៉ាងខ្លាំងគាត់អានសៀវភៅទាំងអស់ចូលរួមសិក្ខាសាលាទាំងអស់សិក្សាគ្រប់កិច្ចព្រមព្រៀងគាត់រៀនយ៉ាងយកចិត្តទុកដាក់បំផុតស្វែងយល់ចាប់តាំងពីគំនិតនៅខ្ចីរហូតក្លាយទៅជាអ្នកជំនាញតែម្ដងត្រឹមអាយុ26ឆ្នាំ Dave Ramsey បានបង្កើតឡើងនៅបានទ្រព្យសម្បត្តិអចលនទ្រព្យតម្លៃជាង4លានដុល្លារវាសឹងតែមិនអាចទៅរួចដែលបុរសអាយុ26ឆ្នាំមានប្រាក់ដល់ទៅ4លានដុល្លារកំឡុងទសវត្សរ៍ទី90មិនមែនប្រាក់មរតកហើយក៏មិនមែនប្រាក់ឆ្នះលូតូវាជាលទ្ធផលដែលបានមកពីកម្លាំងចងក្រងការប្រើប្រាស់ប្រាក់ឯណាទាននិងការកំណត់ហានិភ័យដោយពិចារណាយ៉ាងហ្មត់ចត់គាត់កាន់កាប់អចលនទ្រព្យជួរនៅទូទាំង Tennessee គាត់កំពុងលក់ផ្ទះបដូរហត្ថកម្មមុនពេល House Flipping ក្លាយជាកម្មវិធីទូលទួតទីនេះគេស្រឡាញ់គាត់អ្នកវិនិយោគទុកចិត្តលើគាត់ក្រុមហ៊ុនរបស់គាត់ក៏កំពុងការឡើងរឿងរាល់ខែ Dave Ramsey គឺជានិមិត្តរូបម្នាក់ដែលអ្នករកគ្នាចង់ខ្លាយជាដូចគាត់បើករថយន្តល្អរស់នៅបែបប្រណិតភាពជាមួយភរិយារបស់គាត់ Sharon ពួកគេកំពុងមានជីវិតដែលពួកគេគិតស្រមៃមករាប់ឆ្នាំប៉ុន្តែមានបញ្ហាមួយអាណាចក្ររដ្ឋ Dave ត្រូវបានសង់ឡើងលើមូលដ្ឋានតែមួយគឺបំណុលប្រាក់ជាច្រើនលានដុល្លារនៃប្រាក់កម្ចីរយៈពេលខ្លីអត្រាការប្រាក់អណ្ដែតឡើងចុះខ្សែឯកនិទានដែលត្រូវការធ្វើឡើងវិញឥតឈប់ឈប់ក្នុងល្បែងអចលនទ្រព្យនេះហៅថា leverage បំពន់ខ្លួនដែលបំណុលពេលវាដំណើរការអ្នកមើលទៅដូចជាវារៈបុរសនៃផ្នែកហិរញ្ញវត្ថុពេលវាមិនដំណើរការគាត់ក៏ទទួលរងនៅវិបត្តិផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរឆ្នាំ1988 ដែលអាយុទើបតែ28ឆ្នាំប៉ុណ្ណោះថ្ងៃមួយមានទូរស័ព្ទមួយខ្សែបានហៅទៅគាត់គឺខលចិនពីធនាគារមួយវាមិនមែនជាការសន្ទនាបែបរស់រីរាក់ទាក់ប្រកបដោយមិត្តភាពដូចសពដងឡើយរឿងរ៉ាវគឺមានធនាគារធំមួយទើបតែទិញយកធនាគារតូចៗតាមមូលដ្ឋានដែលកាន់កាប់ប្រាក់កម្ចីភាគច្រើនរបស់ Dave ហើយធនាគារថ្មីនោះក៏មានយុទ្ធសាស្ត្រថ្មីដែលប៉ះពាល់ករណីធនាគាររបស់ Dave ពួកគេចង់យកប្រាក់របស់ពួកគេវិញគ្មានការរងចាំ6ខែគ្មានការរងចាំ90ថ្ងៃឡើយពួកគេចង់បាន 1.2 លានដុល្លារភ្លាមតែម្ដងយុទ្ធសាស្ត្រទាំងមូលរបស់ Dave ពឹងផ្អែកលើការបង្វិលបំណុលរយៈពេលខ្លីការរៀបចំឡើងវិញនៃប្រាក់កម្ចីនិងការប្រើប្រាស់តម្លៃសមាមាត្រគ្រប់នៃអចលនទ្រព្យមួយដើម្បីទិញអចលនទ្រព្យបន្ទាប់គាត់មិនមានប្រាក់ 1.2 លានដុល្លារឯក្នុងករណីសម្រាប់ធ្វើប្រតិបត្តិការនោះទេជាក់ស្ដែងគ្មានអ្នកលេងអចលនទ្រព្យណាអាចមានប្រាក់ដើម្បីអាចពឹងពាក់ឡើយការតស៊ូដែលអស់សង្ឃឹម Dave បានព្យាយាមគ្រប់វិធីតាមដែលអាចធ្វើបានគាត់ហៅទៅធនាគារផ្សេងគាត់តាក់ទងអ្នកវិនិយោគគាត់ដាក់អចលនទ្រព្យរបស់គាត់លក់ប៉ុន្តែផ្លេកដីនិងផ្ទះដាក់លក់យ៉ាងបន្ទាន់អ្នកទិញនឹងឃើញឱកាសរួចបន្តាប់តម្លៃភ្លាមអ្នកលក់ទាំងស្រុងគឺបានតម្លៃទាបបំផុត
ច្បាប់កែលម្អពន្ធឆ្នាំ1986បានចាប់ផ្ដើមផ្លាស់ប្ដូរផ្ទៃខាងក្នុងនៃឧស្សាហកម្មអចលនទ្រព្យរួចហើយតម្លៃអចលនទ្រព្យកំពុងធ្លាក់ចុះធនាគារក៏ចាប់ផ្ដើមរឹតបន្ថយលក្ខខណ្ឌកម្ចីហើយ Dave Ramsey ត្រូវបានជាប់គាំងនៅចំណុចមួយដែលស្ទើរតែគ្មានច្រកចេញឡើយពីមួយខែទៅមួយខែអចលនទ្រព្យរបស់គាត់របូតបាត់ម្ដងម្នីអាណាចក្ររបស់គាត់ចាប់ផ្ដើមរលីបាត់ធនាគារដដែលពីមុននេះហៅគាត់ថាអ្នកប្រាជ្ញឥឡូវនេះកំពុងហៅគាត់ថាមនុស្សនាំទុកទៅវិញ នៅពេលលំអងធូលីទាំងអស់ស្ងប់ស្ងាត់ទៅ Dave Ramsey ក៏បាត់បង់អ្វីគ្រប់យ៉ាងរលីបាត់ដោយលំអងធូលីដូច្នោះដែរមិនមែនត្រឹមតែបានអចលនទ្រព្យតម្លៃ$4 លានមិនមែនត្រឹមតែក្រុមហ៊ុនរបស់គាត់បាត់បង់ផ្ទះគាត់ចាំបាច់ត្រូវដើរពាក្យប្រកាសខ្សែធនគាត់កំពុងត្រូវបានអ្នកជំពាក់ប្រាក់ប្តឹងគ្រប់ច្រកល្ហកហើយសម្ពាធផ្លូវចិត្តស្ទើរតែបំផ្លាញជីវិតឪពុកម្ដាយរបស់គាត់ទាំងពីរផងដែរសូមអ្នកស្រមៃមើលថាពេលមួយនោះអ្នកអាយុទើបតែ28ឆ្នាំហើយត្រូវរែកពន្ធរឿងលំបាកសពបែបយ៉ាងប៉ុន្មានខែមុនអ្នកជាមហាសេដ្ឋីឥឡូវនេះអ្នកកំពុងដេកភ័យប្រឈមមុខនឹងការហៅទូរស័ព្ទចូលដើម្បីទាមទារបំណុលគាត់កាត់ចិត្តសង្ស័យថាសូម្បីប្រពន្ធរបស់គាត់ក៏ប្រហែលនឹងចាក់ចេញពីដែរក្រោយមក Dave បានប្រសិទ្ធនិយមគ្រាដ៏លំបាកនោះថាគ្រានួននៃជីវិតដែលគ្មានខ្លាចបំផុតម៉ោង2រំលងអាត្រិតគ្រុឌគ្នាកំពុងលងលោខុងដំណេកយ៉ាងស្កប់ស្កួរ Dave កំពុងប្រឈមមុខនឹងដំណេកគាត់ដេកមិនលក់ដោយមានរោគសញ្ញាភ័យស្លន់ប៉ោចូលមកគ្រប់ដណ្ដប់ប្រៀបដូចជីវិតរងនឹងបណ្ដាសាធនាគារមិនទុកពេលឲ្យមិត្តភក្តិក៏រលីបាត់ទូរស័ព្ទដែលកាលទីមុននោះមកប្រៀបបានលៀបហូរចូលឥឡូវនេះសំឡេងហៅចូលប្រែជាកំហឹងនិងគំរាមកំហែងមនុស្សភាគច្រើននឹងលែងព្យាយាមឲ្យបបងខ្លួនឯងចោលមនុស្សភាគច្រើននឹងបន្ទោសទៅធនាគារទម្លាក់កំហុសទៅសេដ្ឋកិច្ចឬមកពីសំណាងម្លដែលអាចត្រឡប់ទៅធ្វើអចលនទ្រព្យវិញបន្ទាប់ពីស្ថិរភាពគាត់អាចព្យាយាមងើបឡើងវិញនឹងអ្វីដែលខ្លួនបានបាត់បង់តែគាត់មិនបានធ្វើដូច្នោះទេការខ្សែធនបានបង្រៀនគាត់នៅមេរៀនដ៏ល្អមួយដែលគ្មានសាលាអាជីវកម្មណាមួយក៏អាចបង្រៀនបានដែរគាត់ដឹងថាជោគជ័យរបស់ខ្លួនមិនមែនជាអ្វីពិតទេវាជាអ្វីខ្ចីមកជាជោគជ័យបណ្ដោះអាសន្នវាជាអ្វីសង់លើមូលដ្ឋានបំណុលមូលដ្ឋានដែលអាចត្រូវបានគេអូសចេញនៅពេលណាក៏បានដែរហើយគាត់ក៏ដឹងថាគាត់មិនមែនជាមនុស្សម្នាក់ដែលកំពុងធ្វើកំហុសនេះទេដោយហេតុនោះ Dave ចាប់ឡាមអានសៀវភៅម្ដងនេះមិនមែនសៀវភៅអចលនទ្រព្យទៀតគឺសៀវភៅហិរញ្ញវត្ថុសៀវភៅអំពីការគ្រប់គ្រងប្រាក់ការគ្រប់គ្រងបំណុលចិត្តវិទ្យាអំពីប្រាក់និងអាកប្បកិរិយាខាងហិរញ្ញវត្ថុគាត់ចូលរួមសិក្សាសាលាខាងហិរញ្ញវត្ថុបន្តខ្លួនគាត់សិក្សាពីមនុស្សដែលមានទ្រព្យអាចរកទ្រព្យសម្បត្តិរបស់ខ្លួនបានលូតលាស់មនុស្សដែលដឹងក្បួនរក្សាទ្រព្យសម្បត្តិយ៉ាងពិតប្រាកដតាមការវិនិយោគបែបប្រុងប្រយ័ត្នមិនមាន leverage មិនមានហានិភ័យកម្រិតខ្ពស់ការចាប់ផ្ដើមបេសកកម្មថ្មីនៅពេលមួយនោះ Dave និង Sharon បានចាប់ផ្ដើមចូលរួមសកម្មភាពមួយនៅព្រះវិហារក្នុងសហគមន៍មូលដ្ឋានទីនោះហើយដែលបេសកកម្មថ្មីរបស់ Dave Ramsey បានចាប់ផុសឡើងលោកគ្រូប្រចាំចំនួនបានសួរថាតើមានអ្នកណាចង់បង្រៀនមេរៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុដែរឬទេ Dave ក៏បានលើកដៃមិនមែនដោយសារគាត់ជាអ្នកជំនាញទេហើយក៏មិនមែនដោយសារគាត់ដោះបានស្រាយរឿងទាំងអស់បានរួចរាល់ហើយនោះទេប៉ុន្តែដោយសារគាត់បានឆ្លងកាត់ឆាកជីវិតបែបនោះម្ដងហើយម្ដងទៀតរហូតវាคล้ายជាមេរៀនមួយដែលគាត់ចងចាំដោយពុំចាំបាច់កត់ត្រាទុកក្នុងសៀវភៅគាត់ចាប់ផ្ដើមជាមួយមនុស្សតែប៉ុន្មានអ្នកប៉ុណ្ណោះគាត់បង្រៀនពួកគេអំពីមេរៀនដែលគាត់សង្ឃឹមថានឹងមានអ្នកណាម្នាក់បង្រៀនគាត់ឲ្យបានដឹងមុនពេលគាត់ជួបវិបត្តិដ៏ធ្ងន់ធ្ងរកាលពីលើកមុនចេញពីបំណុលសង់មូលនិធិសម្រាប់គ្រាអាសន្នបញ្ឈប់ការខ្ចីប្រាក់រួននិនឲ្យទឹកជាងប្រាក់ចំណូលរបស់អ្នកវាមិនមែនជាគំនិតប្លែកឬបន្តបង្អាប់ចិត្តមិត្តអ្នកស្ដាប់ឡើយតែជីវិតនឹងបរាជ័យបើមនុស្សនៅតែបន្តដើរតាមគន្លងដែលគាត់បានឆ្លងកាត់កាលពីពេលមុនការចាប់កំណើតឡើងនៃសៀវភៅ Financial Peace ការបង្រៀនរបស់គាត់ចាប់ផ្ដើមរីកសាយភាយទៅគ្រប់តំបន់ធ្វើឲ្យមនុស្សកាន់តែច្រើនបានមកចូលរួមថ្នាក់របស់គាត់ព្រះវិហារតាមទីក្រុងផ្សេងៗក៏បានអញ្ជើញគាត់ឲ្យទៅនិយាយផងដែរហើយមនុស្សគ្រប់គ្នាបានសួររឿងដដែលតើលោកមានសៀវភៅទេមានអ្វីសម្រាប់យើងយកត្រឡប់ទៅផ្ទះទេ
ដូច្នេះនៅឆ្នាំ1992 Dave Ramsey បានសរសេរសៀវភៅ Financial Peace ដោយសារតែគាត់មិនទាន់ល្បីឈ្មោះពឹងមិនមានរោងពុម្ពធំៗនៅ New York ណាមួយព្រមបោះពុម្ពសៀវភៅជូនគាត់ឡើយដូច្នេះគាត់បានចំណាយប្រាក់ធ្វើវានិងដាក់លក់ដោយខ្លួនឯងវាជាសៀវភៅ self-published Dave យកសៀវភៅដាក់លក់ពីខាងក្រោយរថយន្តរបស់គាត់ផ្ទាល់វត្តមានសៀវភៅនោះបានបណ្ដាលឲ្យមានការជជែកដេញដោលគ្នាយ៉ាងច្រើនពិសេសពីសំណាក់អ្នកជំនាញសរសេរសៀវភៅខាងហិរញ្ញវត្ថុតែ Dave មិនខ្វល់ចរានោះទេព្រោះសៀវភៅរបស់គាត់មិនមែនជាទ្រឹស្ដីស្មុគស្មាញអ្វីនោះទេវាជាសៀវភៅដែលសរសេរអំពីសេចក្តីពិតអំពីរូបគាត់ផ្ទាល់តែប៉ុណ្ណោះវាជាសៀវភៅដែលសរសេរដោយមនុស្សម្នាក់ដែលធ្លាប់ផ្សាយថនដែលធ្លាប់បាត់បង់អ្វីៗទាំងអស់វាបានចាប់កំណើតឡើងដោយការស្គាល់ខ្លួនឯងហើយអាចបង្ហាញផ្លូវដល់មនុស្សដទៃទៀតឲ្យឆ្លងកាត់ប្រកបដោយប្រសិទ្ធភាពដោយគាត់ដែរការចាប់ផ្ដើមអាណាចក្ររបស់គាត់ Financial Peace ចាប់ផ្ដើមលក់ស្រាប់តែផ្ទុះក្នុងទីផ្សារតែម្ដងវាលក់ដាច់ខ្លាំងបំផុតធ្វើឲ្យអ្នកគ្រប់គ្នាបានស្គាល់គាត់ហើយ Dave ចាប់ផ្ដើមលេចឡើងលើកម្មវិធីវិទ្យុដើម្បីផ្សព្វផ្សាយសៀវភៅបន្តចំណែកអ្នកផលិតកម្មវិធីក៏សង្កេតឃើញថា Dave ពូកែណាស់ពេលនិយាយតាមអាកាសខ្លាំងណាស់ដែរគាត់ជាមនុស្សចូលចិត្តនិយាយត្រង់បែបខ្លាំងៗតែក៏កំ pl ែងខ្លះដែរគាត់មិនចែកបញ្ចូលឲ្យអ្នកស្ដាប់ទន់ចិត្តឡើយពេលមានកែខចូលហើយប្រាប់ថាពួកគេមានបំណុលក្នុងកាតអ៊ីនធៀន$50,000តែម្យ៉ាងទៀតចង់ទិញរថយន្តថ្មី Dave នឹងនិយាយត្រង់ៗថាពួកគេកំពុងធ្វើអ្វីមិនឆ្លាតហើយមនុស្សភាគច្រើននឹងជួបផុងដោយសកម្មភាពមិនសូវឆ្លាតបែបនោះភាពល្បីរន្ទឺនៃ The Ramsey Show ឆ្នាំ1992 The Dave Ramsey Show បានចាប់ផ្ដើមវាចាប់ផ្ដើមពីស្ថានីយវិទ្យុមូលដ្ឋានតែមួយនៅ Nashville ប៉ុណ្ណោះមួយថ្ងៃវាបានផ្សាយទៅដល់អ្នកស្ដាប់ជាង18លាននាក់តាមស្ថានីយវិទ្យុជាង500នៅទូទាំងសហរដ្ឋអាមេរិកវាជាកម្មវិធីវិទ្យុសន្ទនាដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រទេសសាររបស់ Dave ក្លាយជាប្រព័ន្ធអប់រំផ្នែកហិរញ្ញវត្ថុមួយ Dave បានប្រកាសយុទ្ធសាស្ត្រហិរញ្ញវត្ថុដែលគេច្រើនស្គាល់ថា 7 Baby Steps ឬ2ជំហានរបស់ទីរកសម្រាប់ការសាងសង់សេរីភាពហិរញ្ញវត្ថុជំហានទី1សន្សំប្រាក់$1,000សម្រាប់មូលនិធិអាសន្នចាប់ផ្ដើមជំហានទី2សងបំណុលទាំងអស់លើកឡើងតែផ្ទះដោយប្រើវិធី Debt Snowball សងពីបំណុលតូចទៅធំជំហានទី3សងមូលនិធិអាសន្នចំនួន3ដល់6ខែនៃចំណាយប្រចាំខែជំហានទី4វិនិយោគ 15% នៃប្រាក់ចំណូលគ្រួសារទៅគម្រោងជួយនិវត្តន៍ជំហានទី5សន្សំសម្រាប់កុមារឲ្យបានទៅមហាវិទ្យាល័យជំហានទី6សងប្រាក់កម្ចីផ្ទះឲ្យចប់មុនកំណត់ជំហានទី7កាក់សាងទ្រព្យសម្បត្តិហើយធ្វើអំណោយវាសាមញ្ញច្បាស់ឡោះអាចអនុវត្តបានហើយបានផ្ទៀងផ្ទាត់ដោយមនុស្សរាប់ពាន់ឥឡូវនេះមនុស្សរាប់លាននាក់ដែលបានអនុវត្តតាមវាអាណាចក្រអាជីវកម្មសពថ្ងៃនេះ Dave Ramsey មិនមែនត្រឹមតែជាអ្នកនិយាយ podcast តាមវិទ្យុធម្មតាទេគាត់បានបង្កើតអាណាចក្រហិរញ្ញវត្ថុមួយដែលមានឥទ្ធិពលយ៉ាងខ្លាំង Ramsey Solutions មានបុគ្គលិកជាង 1000 នាក់សៀវភៅរបស់គាត់លក់បានជាង1លានក្បាល Financial Peace University មានអ្នកបញ្ចប់ថ្នាក់លើសពី10លាននាក់ podcast របស់គាត់ត្រូវបានទាញយកជាង13លានដងក្នុងមួយខែតម្លៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនត្រូវបានប៉ាន់ស្មានលើសពី$200 លានពីការខ្សែធនប្រែជាមនុស្សដ៏ល្បីល្បាញមានប្រាក់ដល់ទៅ$200 លានប៉ុន្តែអ្វីដែលធ្វើឲ្យរឿងគាត់ខុសពីគេគឺគាត់បានសង់ទ្រព្យសម្បត្តិនេះតាមរបៀបដែលគាត់បង្រៀនផ្ទាល់គ្មានបំណុលគ្មានភ្លឺកាត់ឡើយមិនមែនមនុស្សគ្រប់គ្នាចូលចិត្ត Dave Ramsey ទេអ្នករិះគន់និយាយថាការណែនាំរបស់គាត់សាមញ្ញពេកអ្នកឯកទេសហិរញ្ញវត្ថុមួយចំនួនអះអាងថាបំណុលយុទ្ធសាស្ត្រអាចមានអត្ថប្រយោជន៍ក៏មានអ្នកផ្សព្វផ្សាយប្រកួតប្រជែងអំពីរបៀបគាត់ដឹកនាំក្រុមហ៊ុនផងដែរតែ Dave មិនខ្វល់ទេព្រោះសាររបស់គាត់មិនមែនសម្រាប់អ្នកវិនិយោគថ្នាក់ខ្ពស់ឬអ្នកមានពិន្ទុអេណាទានល្អជាទីបំផុតទេវាសម្រាប់ម្ដាយតែម្នាក់ដែលជាប់នឹងបំណុលថ្លៃព្យាបាលគូស្វាមីភរិយាវ័យក្មេងដែលមានបំណុលសិស្សប្រមាណ$80 លានគ្រួសារដែលរស់នៅពឹងផ្អែកទាំងស្រុងលើប្រាក់ខែយប់ឡើងមិនអាចដេកលក់ស្រួលបានអ្វីដែលធ្វើឲ្យរឿង Dave មានអត្ថន័យគឺគាត់មិនបង្រៀនទ្រឹស្ដីទេគាត់កំពុងបង្រៀនវិធីរស់រានមានជីវិតគាត់ជាបុរសដែលធ្លាប់បើកឡានទំនើបម៉ាក Jack Shearer ប៉ុន្តែត្រូវបានគេដកត្រឡប់ទៅវិញ
ជាបរិះដែលកាន់កាប់អចលនទ្រព្យមានតម្លៃជាង$1 លានប៉ុន្តែបានរលាបាត់បង់ត្រឹមតែមួយរំពាក់ផ្លែកជាញាក់ដែលធ្លាប់ឆ្លើយសម្បត្តិដកហួតផ្ទះនិងប្រឈមមេធាវីរឿងប្រកាសខ្សែធន Dave Ramsey មិនបានក្លាយជាគ្រូបង្រៀនហិរញ្ញវត្ថុដោយសារតែគាត់ធ្លាប់ជាមនុស្សបរាជ័យទេការខាត់បងរបស់គាត់មិនមែនជាទីអាវ៉ាសននៃជីវិតឡើយវាគ្រាន់តែជាការចាប់ផ្ដើមថ្មីតែប៉ុណ្ណោះរឿងរ៉ាវរបស់គាត់បានបង្ហាញថាកំហុសធំមួយក៏អាចក្លាយជាកម្លាំងធំមួយផងដែរការបាត់បង់អស់គ្រប់យ៉ាងអាចក្លាយជាមូលដ្ឋានសម្រាប់ការកសាងអាណាចក្រឡើងវិញហើយខ្លះទៅការធាតខ្លួនដល់ចំណុច0គឺជាចំណុចចាប់ផ្ដើមដើម្បីរកឃើញអ្វីដែលមានតម្លៃជាងមុន Dave Ramsey បានធ្លាក់ចេញពីការជាមនុស្សមានខ្សែធនទៅជាអ្នកណែនាំហិរញ្ញវត្ថុដែលបានជួយមនុស្សរាប់លាននាក់ដំណើររបស់គាត់រំលឹកឲ្យយើងតែងតែចងចាំថាការធ្លាក់ចូលដល់បាតគ្រោងនិងខ្សែធនមិនមែនជាទីបញ្ចប់ឡើយប៉ុន្តែវាជាការចាប់ផ្ដើមសារជាថ្មីហើយរឹងមាំជាងមុន